ការដែលយើងរស់នៅជាមនុស្សគឺសំខាន់គុណធម៌ចឹងដែលយើងយកជាអ្នកចិត្តដិតណាជាទីបំផុតដែលជាប់តាមជីវិតពីអត្ថលោកគឺលោកនេះហើយទៅបរលោកទៅណាស្រឡាញ់ខ្លួននាំឲ្យតែទុកត្រួតគ្រប់មុខគ្មានចន្លោះស្រឡាញ់ទ្របគ្មានទៅតាមសោះនាំតែអាឡោះអាឡៃស្ដាយមានតែព្រះធម៌ទៅជាមិត្តជាប់តាមជីវិតឥតឃ្លាតឆ្ងាយជាប់ពីអត្ថលោកយកសុខសាយសួរនិព្វាននេះផុតទុក្ខផងនឹងគឺសម្បត្តិពធចឹងយើងរស់នៅជុំគ្នាភរិយាស្វាមីបងប្អូនមិត្តភក្តិអីក៏យើងមើលថែគ្នាតាមផ្លូវពធចឹងទៅចឹងហើយឧបនិស្ស័យត្រូវគ្នាក៏បានបបួលគ្នាមកជ្រកក្រោមមលុបនៃពុទ្ធមលុបពធមលុបប្រសង់ចឹងទៅហើយបើមិនបានទេក៏យើងកុំហួងហែងហែហើយកើតទុកមិនសុខចិត្តអីរឿងបងប្អូនបកើតក៏ដោយក្នុងជាតិនឹងវាអាចជាអ្នកដតីពីជាតិមុនមកហើយអ្នកដតីផ្សេងទៀតទៅជាតិក្រោយអីចឹងទៅនឹងឯងយើងគ្រាន់តែកុំឲ្យបង្កពីវេរាអីនឹងគ្នាទៅនឹងឯងលើកលែងទៅសន្តោសប្រោសបណីអធិស្ឋានឲ្យអភ័យទៅយើងរកផ្លូវទៅកម្មទីបំផុតទុកគឺរំលត់លោភៈទោសៈមោហៈក្នុងចិត្តសន្តានទាំងព្រោះប្រភពនៃបញ្ហាវាមិនមែននៅលើអ្នកដតីទេបើប្រភពបញ្ហានៅលើអ្នកដតីប្រខៃណាស្របនៅតែមានបញ្ហាអញ្ចឹងនឹងឯងអ្នកដតីគេធ្វើបញ្ហាដាក់ឲ្យព្រះអង្គអញ្ចឹងទៅប៉ុន្តែធ្វើអីក៏មិនបានពីព្រោះព្រះអង្គអស់លោភៈទោសៈមោហៈហើយប្រយ័ត្នតែយើងមិនលះបង់ប្រភពនៃបញ្ហាក្នុងចិត្តខ្លួនឯងចង់តែទៅរស់រឿងគេហ្នឹងឯងបើថាមកពីគេអញ្ចេះមកពីគេអញ្ចោះអីអញ្ចឹងទៅកុំនិយាយត្រឹមតែរស់រឿងធម្មតាស្លាប់គេអស់ឲ្យតែស្អប់ស្លាប់អញ្ចឹងទៅប្របាទធម្មាសោកមុននឹងមករាប់អានពុទ្ធសាសនានឹងសម្លាប់គេណានៃអីចឹងទៅវាមិនឃើញព្រះអង្គរួចផុតចាកទុកអីទៅនៅតែមួម៉ៅនៅតែដៅរហូតដល់តែមែនទែនទៅតាក់ទងនឹងការធ្វើបន់ថ្វាយទានអីហ្នឹងគេមិនតាមព្រះអង្គហ្នឹងក៏មួម៉ៅទៅដាក់គេដែរហ្នឹងឯងចិត្តនឹងសោយប្រទីវង្គត់ហើយហ្នឹងឯងមកពីអីមកអំពីប្រភពនៃបញ្ហាសម្រាប់ជីវិតមួយអង្គម្នាក់ហ្នឹងវានៅក្នុងចិត្តខ្លួនឯងតើហ្នឹងឯងអញ្ចឹងសេចក្តីស្ងប់ក៏នៅក្នុងចិត្តសន្តានរបស់យើងមានចាំបាច់ទៅរស់សំពីអ្នកដតីចរចាអីណាហ្នឹងឯងទៅងាយចិត្តផ្សេងគ្នានឹងទៅឲ្យអ្នកដតីអីព្រមតាមយើងនោះក៏ប៉ុន្តែវាអត់មានលំបាកអីចឹងទេចឹងបរិបត្តិធម៌ដោយសេចក្តីស្ងប់ស្ងាត់របស់អ្នកដែលត្រេកអរក្នុងទីស្ងាត់ជាអ្នកមានធម៌បានស្ដាប់ហើយពិចារណាឃើញនៅធម៌នាំមកនៅសេចក្តីសុខប្រឹងប្រែងខ្លួនឯងទៅនឹងថ្វាយអង្គមគុណចាស់អង្គព្រះបញ្ញាចុតតោគុណចាស់គ្រប់ព្រះអង្គដែលបានទស្សនាបានចូលរួមជាធម្មទាននិងដែលប្រសង់គង់នៅក្រៅមលុបនៃសម្ពុតការសាវៈក្រៅមលុបនៃពុទ្ធធម៌ប្រសង់គ្រប់សាសនមណ្ឌលទាំងបណ្ណាទាំងអស់ដោយសេចក្តីគោរពជ្រះថ្លាហើយលោកគ្រូសាវនាចារ្យសោមភិបលោកតានៃឃុំហ្នឹងឯងហើយអញ្ចឹងទៅស្ដាប់បានគាត់ជាអតីតហ្នឹងឯងលោកតាប្រធាចារ្យសុកសឿនបណ្ណានឹងពេយាបាសិកាក្រុមគ្រួសារបងប្អូនទាំងអស់គឺមានសេចក្តីសុខយើងបាននៅសទ្ធានាំមកហើយយើងមានទានមានសិលមានភាវនាមានការស្ដាប់ពធទាំងយើងរកសេចក្តីសុខទៅតាមរបៀបរបស់យើងអញ្ចឹងទៅណាហ្នឹងឯងចឹងនៅក្នុងចិត្តសន្តានរបស់យើងចឹងមើលដោយពេលយើងធម្មយាត្រាអីចឹងទៅដែនដីពុទ្ធភូមិនៅក្រោមដើមឈើ
នឹងឯងសម្រាប់អីចឹងហើយដើមឈើនោះនៅក្នុងវត្តចេតពុនឬក៏ដើមឈើនោះនៅនាភ្នំកិច្ចកោតឬក៏ឡើងទៅភ្នំវេភរៈអីចឹងទៅមានសេចក្តីសុខហ្នឹងឯងកាន់ដបទឹកកាន់មកកូនដបតិចតិចអីចឹងទៅហ្នឹងឯងហើយធ្វើដំណើរឈើជ្រត់ផងអីផងប្រហែលគីឡូក៏ចិត្តទៅហត់មែនប៉ុន្តែសប្បាយចឹងហើយនឹងគ្រាន់តែខ្ញុំណានឹករលឹកលើកឡើងឲ្យឃើញថាសេចក្តីសុខវានៅក្នុងចិត្តអញ្ចឹងសូម្បីតែយើងនៅក្នុងស្រុកខ្មែរយើងហ្នឹងក៏ដោយឲ្យតែយើងគ្រប់គ្រងរក្សាចិត្តព្រោះទានសិលភាវនាសេចក្តីជ្រះថ្លាអីនៅក្នុងចិត្តរបស់យើងរូបកាយយើងមិនបានទៅឥឡូវហ្នឹងមែនប៉ុន្តែយើងធ្លាប់បាននិមន្តធ្លាប់បានអញ្ជើញធ្លាប់បានឃើញរូបភាពឃើញក្នុងគម្ពីរព្រះអត្តកថាដីកាអីចឹងទៅចឹងសង្វេជ្ជញ្ញត្តិស្ថានពោជ្ជញ្ញត្តិស្ថានគ្រប់ទីកន្លែងនៅលើភ្នំសុបអ្នកកោតក្តីនៅណបច្ចេតដីមហីយ៉ាងកណៈអីចឹងទៅចឹងអ្នកកតិបៈអីណាណោះនឹងឯងហើយត្រឡប់មកកល្យាណីស្រីលង្កានឹងឯងបច្ចេតដីបដិស្ថានទីបល្ល័ង្កដែលព្រះអង្គធ្លាប់យាងទៅគង់នៅនៃវត្តកល្យាណីទឹកដីនឹងចឹងទៅតែនឹករលឹកទៅគឺឲ្យតែយើងប្រណិប័តឲ្យល្អដោយទានសិលភាវនាទៅគឺសំរុំជាមួយនឹងបច្ចេកដីទាំងអស់នោះហើយយើងនៅទីឆ្ងាយក៏ដោយក៏យើងបូជាបានដែរយើងសប្បាយចិត្តក្នុងការប្រព្រឹត្តបរិបត្តិហ្នឹងចឹងនៅត្រើយមកខាងនៃសមុទ្រក៏ឈ្មោះថានៅចិត្តនៅក្បែរនៅជាមួយនឹងព្រះដ៏មានពុភៈហ្នឹងចឹងដោយសេចក្តីជ្រះថ្លាហ្នឹងឯងហ្នឹងគឺជាសេចក្តីសុខដែលពុទ្ធបរិស័ទយើងយកចិត្តទុកដាក់ពិនិត្យមើលទៅតាមផ្លូវចិត្តនឹងឯងចឹងមានសេចក្តីសុខជាមួយនឹងជីវិតដែលយើងនៅរស់តែប៉ុណ្ណឹងហ្នឹងចឹងវាណាស់ហើយគេមិនទាំងបាននៅរស់ផងឃើញទេយើងដកចិត្តចេញអំពីអារម្មណ៍ដែលនាំឲ្យកើតទុក្ខរឿងអីអតីតកាលអីយ៉ាងម៉េចហ្នឹងយើងកុំធ្វើជាទេសៈនៃអតីតកាលកុំរែកពុនលីសែងឲ្យវាជាភារៈធ្ងន់ដាក់ចោលទៅចឹងហ្នឹងឯងរស់នៅជាសុខជាមួយនឹងបច្ចុប្បន្នដោយភាពជាឥស្សរៈទៅណាឯងលើទីលេសហ្នឹងធំធេងណាស់ព្រះអង្គសម្ដែងបើសិនបើមានរូបភាពវិញកុំនិយាយត្រឹមតែកន្លែងដីយើងប្រមាណ1គីឡូ4ជ្រុងអីក៏ដោយចក្រវាលហ្នឹងក៏នៅតែចង្អៀតដាក់កិលេសយើងមិនអស់ទេប៉ុន្តែហ្នឹងក្នុងធម្មបតតកថាទាំងប្ររពចំពោះវិខោហដ្ឋសរិបតៈហ្នឹងប៉ុន្តែដែលលោកបានចូលកម្មភ្នោះហើយលោកសឹកឲ្យលោកបួសហ្នឹងបួសហើយសឹកហ្នឹងឯងទៅនៅជាកុហក7ដងហើយបានចូលកម្មភ្នោះលើកទី7ហ្នឹងបាននៅជាប់លាប់នៅពេលដែលលោកដើរទៅបួសលើកទី7ហ្នឹងបានអសពកម្មដ្ឋានចឹងហ្នឹងឯងឃើញភរិយាគង់តែទូទានដំណេកលក់ពេលថ្ងៃហ្នឹងហើយមានគួរនោះទៅទៀតមិនសឹកមកធម្មតាទេសឹកមកមានកូនហ្នឹងឯងភរិយាដដែលហ្នឹងទៅបួសទៅមកវិញក៏ភរិយាហ្នឹងទៅលើក្រោយហ្នឹងមានចង្ងន់ចិត្តគ្រប់ខែ
hay đó về làm ngày lụa tới lụa mà sụp chẳng tới tầm mọc cả từng ngày tiết đó được hà mọt thì từng mọt tiết ai quân luôn này xong nó sập từ mơ tới ban nơi sọc và cam một tháng năng ngày ấy chơi đầm nai ta tới nó đòi Asrai sọc và cam một tháng nó chỉ bạt nó vô lông cao đến nơi bố lông sắc xa riêng lông pro thì bạt năng ngày rồi về nó có sầm rách sao tá bắt được phò tê bàn tê xôm bộ bị chia bụng bùa năng ăn thắng xây xạ lục ai năng đôi mò sẽ liêm gặp bật lục thà đôi thà bùa trà đón á nòng này nó là ngày bùa trà đón nó nòng này nó vừa thầm là đá cao ra lại cao nó ra là ngày cao nó còn nòng này để thà bùa trà đón là tì bằng pì năng nhầm na tên mà lớn năng tiết từ ba này xã lộc mình sặc mình chạ thì khá bọt ấy từ bên tê chẳng tới bán vào bị chia bàn bằng bùa tê năng ảnh chẳng hay cả trăng trăng chi diêm bọc lộc năng có bán sầm rách bia là hạt tê năng ảnh chẳng bàn thà riêng ấy có miền ca chập là xa chia thầm cái này năng ảnh rồi là khu sao và na trà năng chập đam xa thầm bua xa thầm các bạn cái này năng ảnh ấp miền hu phê là tiền có chi vật dân nơi rồi năng ảnh ấp miền vì này ấy hàm mình đã mới lộc buộc đó là lợt ti phẩm phân là năng ảnh cầm ai dân khó riêng ấy cả đề về nâng cả đôi khi riêng tu tới á cầm áo dân rồi vua tại sao sai chỉ mũi nâng cầm hao hạ tây tạ cao nâng thấy ắt miên cầm lăng chất nâng cầm rất là to từ tiệt nâng ảnh cầm áo chăng cứ dân miên chỉ vết bàn nơi ruột nâng tôi chỉ mặt ngay cả đời chẳng rồi dân chập ở đây bàn đè nâng ảnh mặt ngay cả đó dân mơ trong pre dạ sao chịu thưa trao đó trong sasana pre sama samput cả sập bạ tôi sập pua nâng anh đang traoประมาณrồi cho năm mà hơi man pon cho năm mà hơi bờ mình nu phải dụ lần pi mơn cho năm nó trong samayi cả nâng đó nâng ảnh hay đo tập pe nè sọc lao pot ruột kia từng phum tới tục tôi to tăng ắt nhé ruột châu đấy chu bị khâu mà on xong ai lộc chui à nè ngày ai bị khâu lộc chui giờ mày miền đây lộc ai đo bạch trai sờ nạ cúng hay nâng ai sờ mà tiền sờ nè ngày này mẹ cháu nó vẫn vô con trai nè vô con trai tôi chỉ dân trời slap cả đời cái dân prom từ tua tam nâng bây giờ nơi ruột to từ thiết cái dân nè trăng trăng tới hay là dân sông sớ dân phơ tam sơ tới còn to ấy chỉ mũi nè sọc nè phum bà phải cầm dân phơ mau tràn hơi còn phơ to từ tiệt mê cháu chơi phần dứa con cháu nước sẽ đắp mê món điện to ấy nè sọc mau lực nâng đạp phu ngày ắt miên to ấy thế nè vô tại đây rồi đó bạn từng đây đang chết bay cho bà slap từng ó thì pram rồi nè nhưng ngày hay ta cam tê vào lô từng ó ngày hay men trăm tê vào lô mà đo ngày nào quên cho quên lái muối chân lót của cốt tiệt à muối chân lót của cốt nơi không tê vào lô là hột cái là ngày nhảy ban của cốt là ăn ban trá ban anh dễ bị mê cháu nó từ chỉ mê tê vào bọt tiệt anh xong trong này ban của vua con trai nè ngày đọc về chỉ giọt máu ban cá tới chia bật thiên nè này sạt nâng thiệt đất là hay nè thằng o nâng mau chỉ con chỉ trai ấy nâng thấy ông bạn đi say có từ nào mà ná lên gì mùi kia tăng việc mình là hốt đau từ chành ruột tray tầm bồn nâng ban cái bên là mặt chạ nâng anh chẳng cái bên mặt chạ nâng
ជាបព្វជិតក្នុងព្រះសាសនាព្រះសម្មាសម្ពុទ្ធកស្សបៈហ្នឹងប៉ុន្តែលោកត្រួតត្រងបត្រៃ3ដកហ្នឹងឯងត្រង់តែថាចិត្តហ្នឹងវានៅជាបថុជនហើយវាជាប់ជំពាក់នឹងលៀបសក្ការៈការសរសើរការលើកតម្កើងអញ្ចឹងទៅហ៊ានពោលទោសថាអត់ទោសអត់ទោសថាទោសកប្បយៈថាអកប្បយៈអកប្បយៈថាកប្បយៈហ៊ានពោលមូលបង្កាច់ដោយចេតនាទៀតហើយបងរបស់លោកហ្នឹងចូលបួសដែរសម្រាប់ព្រះអរហន្តជាព្រះអរហន្តនឹងឯងមកណែនាំក៏លោកមិនព្រមលោកពោលពាក្យបរោសវាចាស្អីទៀតអាងលោកចេះដឹងបត្រៃ3ដកហ្នឹងព្រះអរហន្តដតីមកជួយណែនាំហ្នឹងពាក្យសម្ដីណាស្ដីថាឲ្យដល់ព្រះអរហន្តហ្នឹងចឹងបានកបិលមច្ឆៈជាត្រីហ្នឹងមាត់ស្អុយហ្នឹងហ្នឹងឯងម្យ៉ាងដោយពោលមូលបង្កាច់នៅក្នុងធម៌វិន័យផងហើយនឹងពាក្យសម្ដីស្អុយអាក្រក់ទៅរកព្រះអរហន្តផងព្រះអរហន្តជាបងអីហ្នឹងចឹងហ្នឹងឯងហើយធ្លាក់នរកមួយចន្លោះពុទ្ធឯឃើញទេហ្នឹងឯងចឹងហើយចំណែកអីនោះគេចោលសោះឃើញទេគេចោលសោះគឺបានព្រះភិក្ខុលោកជួយណែនាំទៅបានព្រមទទួលបត្រៃរណគមព្រមទទួលសិលទៅកម្មទេវលោកមួយចន្លោះពុទ្ធមួយឆេះក្នុងនរកមើលទៅមកចន្លោះពុទ្ធដូចគ្នាហើយដល់ពុទ្ធបានត្រាស់ឯនោះរួចពីនរកមកកើតជាត្រីនៅនឹងស្ទឹងអចរវតីពួរមាសទៀតពួរមាសចាប់បានមកក៏ផ្លែកយកមកឲ្យឪពុកក៏យកមកថ្វាយព្រះរាជាទៀតព្រោះធំហើយពួរមាសភ្លឺហ្មងចឹងអានិសង្ឃត្រួតត្រងបត្រៃ3ដកហ្នឹងឯងប៉ុន្តែវារឿងបាបកម្មវាធ្ងន់ធ្ងរដែលយើងមិនគោរពទៅតាមបត្រៃ3ដកហ្នឹងណាមិនគោរពតាមពុទ្ធដីកាហ្នឹងហើយព្រះរាជានាំយកមកទូលសួរព្រះរាមាសុភាបានព្រះអង្គសម្ដែងរឿងទាំងអស់ហ្នឹងទៅនិយាយពីក្រុមព្រះយៈសោជៈនេះព្រះយៈសោជៈហ្នឹងឯងមេចៅហ្នឹងឯងដែលបានមកជាកូនមេព្រាននេះមេអ្នកនេសាទនេះប្រធានក្រុមហ្នឹងហ្នឹងឯងទៅរស់ត្រីបានតែមួយលើកហ្នឹងឯងបានតែមួយលើកហ្នឹងបានកបិលមច្ឆៈហ្នឹងមកគឺស្ដាប់រឿងហ្នឹងទៅសង្វេគនៅក្នុងវត្តសង្សារទៅឃើញទោសនៃវត្តដាក់ណាអញ្ចឹងក៏បានសូមមេត្តាបិតាចូលកម្មភ្នួហ្នឹងឯងក្រោយមកក៏សម្រេចព្រះអរហន្តព្រះយៈសោជៈហ្នឹងនៅក្នុងអង្គនៃអសីតិមហាសាវកមួយអង្គផងដែរទាំង80អង្គហ្នឹងព្រះយៈសោជៈមួយអង្គផងដែរនឹងខ្ញុំណាត្រឹមតែប្រពរឿងរ៉ាវដែលពុទ្ធបរិស័ទយើងបានជ្រាបហើយគឺត្រង់ដែលថាសូម្បីតែពេលវេលាមកផ្លេតគឺនេះអត់ដល់មកល្ងាចផងទេហ្នឹងឯងមិនចាំបាច់ដល់តែមួយថ្ងៃឯណាមើលគឺថាចាប់ផ្ដើមសារថ្មីត្រង់ដែលថាពីដើមមកធ្លាប់ធ្វើជាមនុស្សល្អអីយ៉ាងម៉េចហើយក៏ធ្លាក់ខ្លួនមកជាចោរជាអីចឹងចាប់ផ្ដើមធ្វើជាមនុស្សល្អដល់បត្រៃសរណគមមានសិលមកផ្លេតនឹងអ្នកស្រុកឡោមពាត់វាយស្លាប់ទៅឃើញទេឧបនិស្ស័យបានអញ្ចឹងនឹងឯងចឹងបានលើកដូចជាព្រះហត្ថសរិយបុត្តៈនេះអញ្ចឹងណាលោកនៅតែចាប់ផ្ដើមអញ្ចឹងដួលមកវិញណានិយាយថាដួលអញ្ចឹងបើលោកសឹកមកជាករាវៈមករកភរិយាវិញទៅបួសទៀតមកទៀតបើណាតលតែក្រោកលើកទី7ហ្នឹងគឺឈប់ដួលហើយចឹងជាព្រះអរហន្តចឹងទៅហ្នឹងឯងហ្នឹងផ្លូវនៃជីវិតគុណណាជាទីបំផុតដោយគុណចាស់ព្រះអង្គមានគ្រួសារអីចឹងមកដូចធ្លាប់
បួសពីក្មេងអីមកខ្លះឬក៏មិនធ្លាប់អីមកអញ្ចឹងទៅដល់ពេលចាស់ហើយអញ្ចឹងទៅគឺឧបនិស្ស័យមាននាំឲ្យចូលកម្មភ្នួសហើយបានខ្សែគប់ល្អចឹងក៏ណាខ្សែគប់ក្នុងសំណាក់ក្នុងទីកន្លែងដែលគោរពពធព្រះវិន័យហ្នឹងឯងចឹងប្រហែលថ្ងៃក៏ដោយនឹងថាសុគតទៅប៉ុន្តែថាមួយថ្ងៃក៏ដោយពីរថ្ងៃក៏ដោយគឺថាឲ្យបានប្រកបវិជ្ជានៅក្នុងព្រះធម៌ព្រះវិន័យហ្នឹងឯងថេរវាទនេះដែលព្រះធម៌ដែលព្រះអង្គសម្ដែងហើយវិន័យដែលព្រះអង្គទ្រង់បញ្ញត្តិហើយនេះហ្នឹងឯងមកផ្លេតក៏បានដែរឲ្យតែបានដឹងរសជាតិហ្នឹងឯងតាំងបតីតាំងចិត្តថាប្រតិបត្តិឲ្យល្អឲ្យត្រឹមត្រូវគ្មានរឿងស្អីដូចថាលៀបសការៈស្អីមកគ្របសង្កត់ចិត្តអីឲ្យយើងជាប់ជំពាក់អីទៅចឹងទេមកសង្សារវត្តមកហើយវាមិនអត់ទេរបស់ចឹងនោះធម៌វិន័យនេះទេដែលក្រអញ្ចឹងគឺថាបើថាបានមួយថ្ងៃហ្នឹងហើយយប់ឡើងទៅស្អែកឡើងបានតើនឡើងឃើញព្រះអាទិត្យបានមួយថ្ងៃទៀតចឹងទៅគឺថាសំមួយថ្ងៃចឹងឲ្យបានត្រឹមត្រូវតាមធម៌តាមវិន័យនៅក្នុងនិស្ស័យរហូតទៅ5ឆ្នាំរៀនមិនតាន់ចេះទេនៅទៀតទៅហ្នឹងឯងនៅក្នុងនិស្ស័យហ្នឹងទៅដើម្បីបានប្រឧបជាបានព្រះអាចារ្យហ្នឹងជួយណែនាំជួយប្រាប់ចឹងទៅហ្នឹងគឺសបាយបតីមែនទេទៅណាបាយបតីហ្នឹងឯងដែលចាស់ហើយចឹងទៅហ្នឹងឯងបងបាសក់ឡាយសខុមប៊ូសពុំប៊ូសនៅរវ៉ាន់បតុមនឹងរហូតឬក៏ប្រហែលថ្ងៃប៊ូសទៅស្រួលទៅនឹងមានជាពាក្យតាក់ទិនអីទៀតហ្នឹងឯងមានលោកគ្រូហួតហ្នឹងឯងនៅបាត់ដំបងហ្នឹងគាត់ធ្វើគ្រូហើយដល់ពេលទៅឥណ្ឌាបួសមកទាំងភ្នោះមកឥឡូវនៅរហូតច្រើនភាសារបស់លោកហ្នឹងហ្នឹងឯងនៅទៅហ្នឹងឯងលោកគ្រូខុនគាត់លោកគ្រូបាលីហ្នឹងលោកគ្រូបាលីក្នុងវ័យចាស់មែនទេណាគង់នៅរង្កត់ហ្នឹងណាបានបួសនឹងច្រើនភាសាមុនលោកគ្រូហុកសង្ហួតទៅទៀតហ្នឹងឯងនឹករលឹកឃើញចាស់ទៅគង់នៅក្នុងពភ្លោះទៅហើយដាក់ខ្លួនដាក់កាយដើម្បីសាក់ព្រះម្ចារីសូម្បីអង្គណាក៏ដោយសាមណេរក៏ដោយចឹងដែលអាចថាលោកឆ្លាតជ្រះលោកចេះដឹងក្នុងធម៌ក្នុងវិន័យអីចឹងទៅលោកដូចថាហាត់បង្រៀនអីប្រាប់ទូមានអីចឹងគឺថាសោវចាសតាធ្វើខ្លួនឲ្យធัวវិន័យទូលមានព្រានប្រដៅបានចឹងទៅប៉ុណ្ណាហ្នឹងឯងចឹងគឺមានសេចក្តីសុខណាឲ្យតែនៅក្នុងហាប្រតិហ្នឹងគឺថាបានតិចវាសំខាន់រឿងបដិបត្តិហ្នឹងឯងចឹងពុទ្ធបរិស័ទយើងគឺថាបដិបត្តិនៅក្នុងភាពជាគរិយាវៈសិល5គឺថាបដូរផ្ដាច់ឲ្យច្បាស់ជាសិល5អញ្ចឹងទៅឧបោសថមួយថ្ងៃ2ថ្ងៃ3ថ្ងៃវិសាខបូជាហ្នឹងគឺថាច្បាស់ជាឧបោសថអញ្ចឹងទៅហ្នឹងឯងហ្នឹងគឺសบายចិត្តហើយហ្នឹងគឺខ្ញុំណារំលឹកក្នុងចំណុចមួយទាំងត្រង់ដែលថាអត់មានចេះហួសពេលទេប៉ុន្តែគឺថ្ងៃណាក៏ព្រះអាទិត្យរះដែរគឺជាការចាប់ផ្ដើមនៃជីវិតរបស់យើងគ្រប់ពេលវេលាបានទាំងអស់ចាប់ផ្ដើមសារថ្មីចឹងទៅបានហ្នឹងឯងជាផ្លូវរស់របស់យើងចឹងក៏ណាជាផ្លូវរស់មិនមែនផ្លូវស្លាប់ផ្លូវរស់នេះខ្ញុំណាចង់បញ្ជាក់ឲ្យឃើញថាជាដំណើរផ្លូវនៃសុខសន្តិភាពដំណើរផ្លូវនៃព្រះនិព្វានហ្នឹងឯងចឹងផ្លូវស្លាប់ហ្នឹងគឺផ្លូវនៃវដ្តសង្សារហ្នឹងឯង
chẳng phơi rùa nó đòi nát đi sự đây minh và mát ai phơi slap nó cứ sự đây và mát chẳng nâng ảnh cứ đại ca lịch luôn chẳng tới là chỗ từ cái nông sự đấy và mát chẳng ca để miền smart ở đây cứ mình chè hú pê thế chẳng đời chỉ lược rương rào khai màu chân mình chẳng ban mà ngay phong chẳng thì nơi tại chỉ rương là ó xâm rạp chỉ vật chẳng chỉ pre hà ra hòn tiếng pram rồi on tới của vật ở đây tất cả chỉ chào xóa mà nâng ta chào bị triệt mồn ấy cho chào ông của lý miêu ấy chẳng tới hay chào pram rồi chào một con ấy chẳng tới còng tràn nèผมbuồn rồi ấy chẳng tới nông bị khẩu vẽ nó cứผมbuồn rồi chẳng từ lùi từ plan tia ba sĩ ca thì già đi ấy nâng tìm thoát hiện luôn nè mà bò ba sĩ ca thì già đi nâng ở chui thưa mấy ở luôn bàn buộc thò ấy ông bạn thì say bây giờ là hạt tới mà mời điện buộc tới bọn trong trong đây và thua tăng bị vắt chết từ quân tới mà rồi mà phay vô cho ở khơi vào ông nông bình lư nâng đại ban khơi vào ông coi vào ông ấy đây thoát để chỉ chào nâng ngày ngày vào ông trung bật tiền tới mà kia tha tới cái nông bị khẩu vẹ nữa nâng ngày chập đàm đai meta vì heri vô bị khẩu Phật sa sene thị kẹt chê bật tiền san tăng sang tha rô và mang sục khang hô hai chẳng thể chẳng nâng ngày khỏi na để nơi đòi meta prum mà vì hia chia pha nơi khung của Phậtศาสนา miền chất bằng ao từ cam Prenipen để Prenipen nó ngọt rầm ngọt nơi sang tha rồi thua từng cuồng nữa nó cứ chập đàm mà rồi on nâng ảnh mà kia tha nó cứ sầm rách pre hà hạt tới hay bận to mà tia to ăn sầm đánh toแต่bom buồn krong nâng ảnh sầm rách pre hà hạt rồi tới mình trân để pre hà hạt tới à phê nhẹ thì chẳng nằm khúc ong hot tới tam phơi mê tới phai dùng cungประบาดเตียประองในเนวัดเจตปวนเนาะนั่งไงให้ตลอดมาในกระไรได้เป็นtớiตอบสนองสองกุลเนี่ยสระเนี่ยภูมิเนี่ยกลับเคยเจ้าเนาะอะไรโลกตั้งในขนมเตะขีนายอย่าบอกกลัวดอภาษาใครเลงจังเตอนั่งไงบานเชี่ยเตะขีนายอย่าบอกกลัวบานเชี่ยประเดกเกี่ยกะเตอเอาเนี่ยสระเนี่ยภูมิbàn bông pin bông cờ sa làm rạch bông tràn chẳng thầy nâng anh mới cháu nông chiết nâng thòm chẳng vậy có thiện tuông từ nâng ca thiện rồi lực nâng đôi chia nơi nông chặt từ vẽ chỉ mùi nâng hạt hạ xa rây bọt tạ nâng để kiếm na lực hơi phát đàm tròn để thả thì lấy nâng đời xa về ọt rụp bờ miền rụp vinh chắc khả va nâng còn nơi chừng yết nâng với bột cá xình tay như nông rương nâng ảnh rương hạt hạ sở đây bọt tạ nâng để phải ông xình tay pi và kia tha ao đo bị khẩu chẳng lai để bị khẩu chẳng lai thấy ông bạn đi say bây giờ là hạt hơi nơi đo vẫn nâng nó màu bù hơi ọt nơi chọp lóp nó bù hơi sắc từ vinh hay màu bù hơi sắc tiết nóแต่ปีใบดอที่เจ้านี่ดอแต่เลิกที่ผมเปิดนั่งไงโอปะดิไซไปได้ระหับเด้เนี่ยนั่งไงมันธรรมดาเท่เรื่องกี่แรกได้เจอกี่แรกแต่โอปะดิไซไปได้ระหับได้เจอเรื่องขนมบกเกลือแต่เป็นน่ะอ่องมันเนี่ยนั่งยังมันแค่แต่ประกายประกันเมื่อไงเมื่อเท้าไอ้เต้โดยเปรียบเทียบตอดไอ้จันเรื่องบาปไอ้ปันแต่อุปนิสัยโลกปีส่องไข่มาให้นะบ่มเป็นพี่เนี่ยฮะบารมีดำไปเชียเปรียบปัจเจกปุตมันน่ะปีส่องไข่นั่นแต่มาใส่กับตีตัวนั้นบานเชียเปรียบปัจเจกปุตนะจังบ้านไทยยังเย่ที่เรื่องโตขมเฮาก็เย่ที่โตขมเฮาtớiเป็นแต่เรื่องอุปนิสัยขนมบกกุลนั่งไงไม่เมื่ออภินิหารปีสังไข่มาให้จังไรเลงจังนั่งไงไอเรื่องโตขมเฮา
យើងនឹងមិនធ្លាប់ខុសទេរឿងវត្តសង្សារមកហ្នឹងកុំនិយាយអីត្រឹមយើងកពេចកប៉ុកព្រះបរមពុរិស័ទមើលទៀតព្រះអង្គមិនធ្លាប់ខុសទេព្រះអង្គធ្លាប់ទេទៀតនៅក្នុងពុទ្ធេប្រទានព្រះអង្គសម្ដែងប្រាប់យកព្រះអង្គជាតួយ៉ាងហ្នឹងឲ្យយើងរៀនណាយើងរៀនថាណាដែលមិនធ្លាប់ខុសកន្លងមកហើយហ្នឹងឯងអញ្ចឹងគឺថាឲ្យមានការចាប់ផ្ដើមកុំឲ្យរវល់តែបាក់ទឹកចិត្តនឹងរឿងទោសកំហុសរឿងអីគឺថាបាក់ទឹកចិត្តស្អីណាក៏ធ្លាប់ខុសដែរហ្នឹងហើយព្រោះនេះវាជារឿងរបស់កិលេសយើងកុំតែបន្ទោសខ្លួនយើងលោភៈទោសៈមោហៈគ្មានណាធ្វើឲ្យខ្លួនឯងទេវាជាទោសរបស់វត្តដាក់ទេហើយបើកុំតែលោភៈទោសៈមោហៈណាទៅធ្វើអីខុសបើប៉ិនចង់ទៅសាយសក់នោះអញ្ចឹងយើងមកបន្ទោសខ្លួនយើងធ្វើអីយើងមានតែធ្វើកិលេសហ្នឹងឯណាអាហ្នឹងឲ្យយើងមានទឹកចិត្តហើយប្រឹងប្រែងដើម្បីកំចាត់បងកិលេសហ្នឹងឲ្យវាអស់ពីព្រោះអានេះវាជាវត្តសង្សារដែលសន្មត់មួយអង្គម្នាក់ហ្នឹងដូច្នេះយើងនិយាយជាបុគ្គលបញ្ញត្តិដែលត្រូវមានភារកិច្ចមានតួនាទីកំចាត់បងនៅកិលេសហ្នឹងឯងបើមិនកំចាត់បងទេមិនរួចផុតចាកទុក្ខហ្នឹងឯងពិតមែនតែយើងមិនបានធ្វើប៉ុន្តែយើងត្រូវមានភារកិច្ចកំចាត់បងឧទាហរណ៍ដូចរោគអញ្ចឹងយើងមិនមែនធ្វើរោគឲ្យខ្លួនយើងទេណាប៉ុន្តែយើងត្រូវមានតួនាទីព្យាបាលដើម្បីឲ្យជាអានឹងចឹងឯងកិលេសនោះវាដូចជារោគចឹងហើយគ្រាន់តែដឹងថាកិលេសហ្នឹងមិនមែនយើងអ្នកធ្វើទេនេះក៏ជាបញ្ញាបរិបត្តិដែរមិនមែនបរិបត្តិមួយម៉ាក់ល្មមទេណាតលវិបស្សនាណាទៅអាចមកឃើញសង្ខារធម៌ប្រព្រឹត្តទៅដោយអំណាចបច្ច័យអញ្ចឹងគឺរឿងវត្តដាក់ហ្នឹងវាអត់មានអីយើងធ្វើទេកិលេសនាំឲ្យកើតកម្មនាំឲ្យមានវិបាកហ្នឹងគឺតែដឹងប៉ុណ្ណឹងជាបរិបត្តិធម៌ដើម្បីកំចាត់បងនៅកិលេសហ្នឹងតាំងពីសកាយតិដ្ឋិហ្នឹងទៅចឹងគាត់ណាដែលចេះតែប្រកាន់ខ្លួនយើងអ្នកធ្វើកម្មខ្លួនយើងអ្នកទទួលវិបាករបស់កម្មអីហ្នឹងត្រូវលះបង់នៅសកាយតិដ្ឋិហ្នឹងឯងដោយអំណាចនៃវិបស្សនាចឹងគឺយើងមានកម្លាំងចិត្តដើម្បីនឹងផ្ដើមនិយាយពីយើងនេះនៅមានជីវិតរស់នៅឥឡូវហ្នឹងឯងចឹងសិតតែអាចផ្ដើមបានទាំងអស់គណៈហើយព្រះអង្គទ្រង់សម្ដែងពីរប្រគាថានៅក្នុងចិត្តវៈហ្នឹងអនិវត្តតចិត្តសៈសធម្មំអវិជ្ជាអ្នកតោបរិបលវៈប្រសាទទេសៈបញ្ញាអ្នកបរិពោរតិហ្នឹងឯងមកគាថាហ្នឹងគឺបញ្ញាអ្នកបរិពោរតិបញ្ញាមិនបរិបូរណ៍ទេគឺមិនចម្រើនទៅទេដោយសារមួយអនិវត្តតចិត្តសៈហ្នឹងឯងចិត្តហ្នឹងវាអត់តម្កល់មមទេប៉ុណ្ណាថាអ្នកវត្តតហ្នឹងទៅជាអនិវត្តតហ្នឹងវាអ្នកវត្តតហ្នឹងឯងអ្នកហ្នឹងវាបដិសេធអ្នកជាអអ្នកហ្នឹងហើយវត្តតៈវៈហ្នឹងអវៈក្នុងបទានុក្រមលោកពន្យល់បទានុក្រមធម្មបទហ្នឹងហ្មងចឹងអញ្ចឹងឲ្យតែបគាថាធម្មបទគឺមើលក្នុងបទានុក្រមនេះលោកពន្យល់បល័យហ្នឹងឯងហ្នឹងឯងវៈហ្នឹងគឺអវៈហ្នឹងឯងហើយថាធាតបល័យហ្នឹងហើយផ្លាស់អាជាអិហ្នឹងមកហ្នឹងឯងអញ្ចឹងគឺបានដីថាថាហ្នឹងប្រែតែតាំងមមប្រែតែតាំងនៅហ្នឹងឯងអវៈហ្នឹងវាធ្លាក់ចុះធ្លាក់ទៅក្នុងការតាំងមមណាដូចថាវាធ្លាក់ទៅក្នុងអារម្មណ៍នៃប្រកម្មដ្ឋានអញ្ចឹងណាហ្នឹងឯងបានតម្កល់ចិត្តមមទៅណាអាហ្នឹងវត្តតៈហ្នឹងឯងប៉ុន្តែអានេះវាបដិសេធអ្នកទៅជាអអ្នកទៅវាទៅជាអអ្នកវត្តតៈចិត្តសៈចិត្តហ្នឹងវាអត់បានតម្កល់មមហ្នឹងឯងគឺសំបីតែកិច្ចការងារអីខាងក្រៅនឹងម្ដងធ្វើនេះទៅអីណាមិនចេះអត់ធន់មិនចេះអត់ទ្រាំ
រសារកិច្ចការងារអីទេជួនកាលតាក់ទងនឹងរឿងខ្ជិលជួនកាលតាក់ទងនឹងរឿងអត់បានប្រាក់ជួនកាលតាក់ទងនឹងគេស្ដីឲ្យជួនកាលគេមិនសរសើរជួនកាលខឹងអីចឹងទៅម្ល៉េះហើយអត់មានកិច្ចការងារអីប្រកបវិជ្ជារបៀបអញ្ចឹងទេមានកិច្ចការងារអីស្រួលស្រាប់ទេនឹងឯងអត់មានទេចឹងគឺតើតែយើងប្រឹងប្រែងយកឲ្យប្រកបវិជ្ជាគឺកុំឲ្យចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណាតែជីវិតយើងវាតិចចឹងទៅហើយជួនកាលយើងខំរៀនឧទាហរណ៍ថារៀនធ្វើជាងអីមួយចឹងទៅរួចទៅយើងមិនពេញចិត្តទៅរៀនធ្វើជាងអីមកមុខទៀតហើយរៀនចូលរៀនឡើងអស់ពេលវេលាអត់បានយកមកប្រកបកិច្ចការងារវៃទៅទេនឹងឯងរបៀបអញ្ចឹងណាជួនកាលចូលធ្វើការកន្លែងណាមួយដូចថាសំណំចំនួនដែរនឹងឯងនាំចំនួនដែរប៉ុន្តែវាមិនកើតខ្លួនយើងអញ្ចឹងទៅដូចថាចូលទៅភ្លាមចង់តែបានប្រាក់ខែច្រើនឧទាហរណ៍អញ្ចឹងហ្នឹងហើយចង់តែបានអីមើលគេធ្វើម៉េចចឹងណាត្រូវយកអីពីអាកន្លែងក្រុមហ៊ុនយកអីបោះគេអាចយកអីគេណាដូចថាមានចិត្តចង់តែបានរបស់គេណាហើយម្ចាស់គេសិតតែមានពិសោធន៍មកហើយគេដាក់កាមេរ៉ាថតទៅអីទៅសពគ្រប់ចឹងទៅគេនៅផ្ទះនោះគេមើលឃើញហ្នឹងឯងចឹងទៅយើងវាអត់ស្មោះត្រង់ក្នុងកិច្ចការងារហ្នឹងដោយលោភៈចឹងទៅមិនឲ្យគេទុកចិត្តចឹងក៏បាត់បង់កិច្ចការងារទៅអីចឹងរបៀបហ្នឹងតែអាហ្នឹងអានេះគឺជារឿងដែលទូទៅប៉ុណ្ណាក្នុងព្រះអត្ថាលោកបញ្យល់ថាបន្តិចទៅពីគ្រាន់ទៅតិចទៅអាចែទៅតិចបរិពាជក់ទៅស្អីណាចឹងទៅហ្នឹងឯងហ្នឹងគឺវាជារឿងសភាពនៃចិត្តដែលមិនបានតាំងមាំនៅក្នុងកិច្ចការងារហើយមិនចង់និយាយថាកិច្ចការងារខុសកិច្ចការងារប្រកបដោយមិច្ឆាទិដ្ឋិអីទេគឺយើងយកមកនិយាយថាឲ្យបានតាំងមាំនៅក្នុងកិច្ចការងារអប់រំចិត្តកិច្ចការងារដែលនាំឲ្យចម្រើនបុណ្យកុសលក្នុងព្រះសាសនាហ្នឹងគឺយើងមានពធណែនាំចឹងនឹងឯងអញ្ចឹងដែលយើងមានឧបនិស្ស័យមកចត់មមតំក្នុងកិច្ចការងារមកចឹងដល់បានចូលមកជួបព្រះសាសនាដាក់មកកិច្ចការងារអីគឺថាលំបាកលំបិនអីយ៉ាងម៉េចក៏តស៊ូព្យាយាមយូរទៅចេះទៅជំនាញនឹងឯងចឹងយើងធ្វើកើតអ្នកដទៃធ្វើអត់កើតហ្នឹងឯងក៏ត្រូវតាក់ទងនឹងសទ្ធាផងតាក់ទងព្យាយាមផងហើយតាក់ទងនឹងចំណេះដឹងយើងប្រឹងប្រែងទៅបានការចេះដឹងអញ្ចឹងទៅអាហ្នឹងអញ្ចឹងហើយវាមានឧបនិស្ស័យឲ្យចូលមកចំការងារល្អហ្នឹងក៏ណាមើលដូចអ្នកស្ដាប់ធัวអញ្ចឹងក្នុងមគ្គលវៈអញ្ចឹងបាសកច្រើនណាស់ហើយមានតែបាសកមួយហ្នឹងតាំងចិត្តស្ដាប់មែនទេមកពីអីថាពីជាតិមុនគាត់ធ្លាប់កើតជាព្រាហ្មណ៍ហើយគាត់រៀនមុនគាត់យកចិត្តទុកដាក់រៀនជាប់គម្ពីរត្រៃវេទចឹងទៅប៉ុណ្ណាអាហ្នឹងវាក្រៅពុទ្ធសាសនាមែនប៉ុន្តែចង់និយាយពីរឿងឧបនិស្ស័យចឹងគឺថាតាំងចិត្តធ្វើអីឲ្យម៉ត់ចិត្តប្រកបវិជ្ជាដល់តែពេលបានមកស្ដាប់ពធតាំងចិត្តស្ដាប់មែនទេហ្មងចឹងឧបនិស្ស័យក្នុងការសិក្សារៀនសូត្រវាមានមកសម្រាប់សោតាបត្តផលទៅហ្នឹងឯងហើយអ្នកផ្សេងទៀតខ្លះក៏ដេកលក់ទៅស្លាប់កើតជាស្អីពោះថ្លាំណាហ្នឹងឯងហើយខ្លះនោះកេះមកឈើល្វែកល្វើកធ្លាប់កើតស្វាមួយទៀតនឹងស្អីលោកគ្រូគូក្ដីធ្លាប់ចលែនមានតាំងពីធ្លាប់ចលែនមកខ្លះហ្នឹងមើលមេឃមើលផ្កាយទៅណាល្វឹងល្វើយទៅអាហ្នឹងធ្លាប់
មើលអ្នកខាត់តរឹកអីចឹងទៅហ្នឹងគឺនៅក្នុងមគ្គលវៈវាសំមកអញ្ចឹងអាហ្នឹងខ្ញុំណាគ្រាន់តែលើកឃើញថាឧបនិស្ស័យតែមិនមែនចេះតែងាយទេរឿងនោះយើងហ្នឹងហើយលើកចឹងដើម្បីឲ្យយើងឃើញថាអ្វីដែលយើងមានធ្វើការងារមមតំប្រកបវិជ្ជាក្នុងសាសនានេះមិនមែនរបស់ងាយគេធ្វើបានទេណាមើលមនុស្សពេញផែនដីកើតមកមិនតឹងបានជួបពុទ្ធសាសនាផងប៉ុណ្ណាហើយតម្រាំអ្នកដែលបាននៅក្នុងប្រទេសកម្ពុជាពុទ្ធសាសនាហើយក៏វាមិនងាយមកដឹងគុណបរតនត្រ័យទៀតតែយើងឃើញមិនងាយអញ្ចឹងទៅបានយើងឃើញអ្វីដែលយើងមានវាមានតម្លៃអញ្ចឹងយើងខំថែរក្សាឲ្យបានល្អហ្នឹងឯងហើយសធម្មមៀងអវិជ្ជាអ្នកតោមិនដឹងនៅពោធិបក្ខយធម៌អញ្ចឹងមិនដឹងសតិប្បដ្ឋានមិនដឹងសមបដ្ឋានជាដើមហ្នឹងទៅហើយបរិទ្ធលវៈប្រសាទទេសៈសេចក្តីជ្រះថ្លាហ្នឹងមិនដែលដងគឺសទ្ធាតិចតួចសទ្ធាខ្សោយហើយក៏ជាឧបនិស្ស័យឲ្យចិត្តទៅជឿទៅឯណាយនៃអីទៅទៀតទៅមង្គលភ័ក្រផ្អើលផ្សេងទៅសទ្ធាវាអត់ប្រកបក្នុងបរតនត្រ័យទេវាអត់ប្រកបនៅក្នុងរឿងកម្មសកតាសទ្ធានេះវាខ្វះបញ្ញាឲ្យចម្រើនណាដល់អញ្ចឹងទៅសទ្ធាដូចថាដាក់តឡាចលើខ្នងសេះព្រះអត្ថាលោកបញ្យលដូចជាដោតបកូលលើគំនូអង្កាមលោកបញ្យលអញ្ចឹងក្នុងធម្មបតតកថាចឹងក៏ណាហ្នឹងឯងជាដើមអញ្ចឹងទៅសភាពនៃសទ្ធាហ្នឹងវាអត់តាំងមមអញ្ចឹងហៅថាបរិទ្ធលវៈប្រសាទទេសៈសេចក្តីជ្រះថ្លាហ្នឹងវាក្លែងក្លងអញ្ចឹងវាអត់ប្រកបវិជ្ជាអញ្ចឹងទៅអាហ្នឹងក្នុងសេចក្តីទាំង3ហ្នឹងណាមួយអនិវត្តតចិត្តតាសៈចិត្តមិនតាំងមម2សធម្មមអវិជ្ជាអ្នកតោ3បរិទ្ធលវៈប្រសាទទេសៈហ្នឹងដែលព្រះអង្គត្រាស់ថាបញ្ញាអ្នកបរិពរតិប៉ុន្តែដល់មកគាថាទៀតណាព្រះអង្គសម្ដែងពីបគាថាទៀតមកគាថាទៀតអនិវសតៈចិត្តតាសៈអនន្តវាហតចេតសោបញ្ញបាបបហៃណាសៈណដ្ឋិជាក្រៈតោណដ្ឋិគឺអនិវសតៈចិត្តតាសៈអាហ្នឹងគឺវសតៈហ្នឹងភ្លៀងគឺកិលេសវាលិចស្រោចចិត្តសន្តានដូចផ្ទះយើងដបូលលិចអញ្ចឹងណានឹងឯងភ្លៀងមកវាស្រក់វាហូរទៅទឹកក្នុងផ្ទះយ៉ាងណាមិញគឺថារាគៈហ្នឹងដែលកាលណាយើងអត់បានទាំងរួមភ្នែកជាមកដាតកាយចិត្តវាលិចស្រោចចិត្តសន្តានអញ្ចឹងប៉ុន្តែនេះគឺអនិវសតៈហ្នឹងឯងគឺបរិស័ទអ្នកហ្នឹងបរិស័ទវសតៈហ្នឹងបានន័យថាចិត្តហ្នឹងវាត្រូវសម្រួមវាត្រូវបិទបាំងជាប់លាប់ហើយដូចផ្ទះដែលប្រក់ដោយល្អអញ្ចឹងវាអត់មានលិចស្រោចទៅដោយរាគៈហើយអនន្តវាហតចេតសោគឺវាអត់មានទោសៈជាគ្រឿងខ្ទាំងខ្ទប់ទេអត់មានទោសដែលបោកខ្ទប់មកក្នុងចិត្តសន្តានហ្នឹងគឺសំដៅយកទោសៈទៅថាអនន្តវាហតចេតសោហ្នឹងឯងរឿងអីក៏វាអត់ប៉ះពាល់មកដល់ចិត្តសន្តានហ្នឹងឯងវាដូចថាអកប្បកិរិយាពាក្យសម្ដីអ្នកដតីឬក៏ទង្វើកំឆ្គងអីវាជាកំហុសរបស់អ្នកដតីពិតប៉ុន្តែវាដូចថ្នាំពុលនៅក្នុងដបចឹងទៅហ្នឹងឯងវាមិនមែនមកឲ្យយើងពុលស្លាប់អីណាបើតើយើងបើកយកមកបរិភោគយកមកផឹកយកមកលេបអានឹងបានវាដល់នៅសេចក្តីស្លាប់ឬទុក្ខវេទនាស្ទើរតែនឹងស្លាប់រឿងពីខាងក្រៅវាមិនដែលមកបោកខ្ទប់ចិត្តយើងផឹងត្រង់មកទេវាគ្រាន់តែជាអារម្មណ៍របស់ចិត្តទេបើតើយើងចាប់យកអារម្មណ៍នឹងឯងចងចាំទុកគិតមកប្រទុះមកបៀតបៀនមកដុតចិត្តយើងខ្លួនយើងទេណាដែលដុតចិត្តខ្លួនឯងហ្នឹងចាក់ដោតចិត្តខ្លួនឯងហ្នឹងឯងខ្លួនយើងទេបើយើងមានយោនិសោមនសិការៈដោយល្អរឿងទាំងអស់ហ្នឹងវាគ្រាន់តែជាអារម្មណ៍របស់វិថីចិត្តទេតែរឿងក្នុងលោកយើងគិតហួងហែងលោកហ្នឹងកុំឲ្យអញ្ចឹងយើងហ្នឹងជាស្អីទៅនេះគឺយើងត្រូវសិក្សាអំពីការពិតនៃសង្ខារលោកទាំងជីវិតយើងជ្រាបជាធិមរណៈជំងឺរោគគាអីសពគ្រប់យ៉ាងណាចិត្តចេតសិករូបហ្នឹងអ្នកដតីយ៉ាងម៉េចសិតតែអភិធម្មទាំងអស់ទាំង
យើងមិនរៀនអភិធម្មឲ្យបានតែក្នុងគម្ពីរទេយើងត្រូវមកឃើញអភិធម្មក្នុងជីវិតនេះកុសលាធម្មាអកុសលាធម្មាអព្យាកតាធម្មាហ្នឹងប៉ុណ្ណាអញ្ចឹងហើយយើងទៅស្អប់អភិធម្មខ្ញុំរៀនតែកុសលទេខ្ញុំស្អប់អកុសលខ្ញុំមិនរៀនទេអញ្ចឹងហ្នឹងហើយយើងរៀនតែទាំងអស់ហ្នឹងយ៉ាងណាមិញបដិបត្តិធម៌គឺយើងអត់មានរឿងស្អប់អភិធម្មណាទេរូបក៏ដោយចិត្តចេតសិកអីក៏ដោយកុសលអកុសលអីក៏ដោយគឺជាមេរៀនដើម្បីឲ្យឃើញជាបរមត្តធម៌វាសំខាន់ត្រង់ដែលថាមិនចាប់មិនប្រកាន់ទៀតអ្វីយ៉ាងណាគឺយ៉ាងហ្នឹងនឹងឯងនេះឯងដែលជាទីពឹងនៅត្រង់ការមិនចាប់មិនប្រកាន់នឹងឯងចឹងដល់ទៅច្បាស់លាស់ដោយវិបស្សនាទៅមហាពុទ្ធរូប4ខ្លួនយើងហ្នឹងដែលសន្មតតែខ្លួនយើងហ្នឹងវាមានលំបាកនឹងប្រកាន់ហួងហែងអីរួចទៅវានៅវិថីចិត្តដឹងអារម្មណ៍រឿងក្នុងលោកទាំងអស់ហ្នឹងត្រឹមតែអារម្មណ៍របស់ចិត្តទេតាអញ្ចឹងវាអត់មានចាំបាច់យើងទៅទៀមទារੂសេចក្តីស្ងប់ពីខាងក្រៅអីមកទេឲ្យតែចិត្តដែលបានដឹងអារម្មណ៍ហ្នឹងប្រកបទៅដោយសេចក្តីស្ងប់ប្រកបដោយបញ្ញា100រឿង1000រឿងក៏អត់បញ្ហាអីទេបានតែសេចក្តីស្ងប់ក្នុងចិត្តយើងតែមួយគឺថាគ្រប់គ្រាន់មិនបាច់ទៅរੂសេចក្តីស្ងប់ពីខាងក្រៅមកទេមិនទេព្រោះអានេះវាសំខាន់ត្រង់ដែលចិត្តយើងតែមួយហ្នឹងព្រះអង្គឯងហ្នឹងស្ងប់ហើយវាមានចាំបាច់ទៅរੂស្ងប់អីមកទៀតស្អីក៏ចូលមកក៏វាអត់មានមកបន្ទុះដល់ចិត្តរបស់យើងវាដូចជាថាថ្នាំពុលនៅតែក្នុងដបចឹងទៅយើងមិនបរិភោគទេទៅមិនពុលនឹងឯងចឹងដូច្នេះគឺយើងមានយោនិសោមនសិការៈដែលយល់ដឹងអ្វីៗក្នុងโลกហ្នឹងនឹងឯងដែលនាំឲ្យសម្រេចនៅសោតាបត្តមៈជាដើមទាំងដោយយោនិសោមនសិកាគឺយើងធ្វើទុកក្នុងចិត្តអ្វីៗត្រូវទៅតាមសេចក្តីពិតហើយយោនិសោមនសិកាតើតែយើងបានស្ដាប់ពធដោយល្អនឹងឯងយើងរៀនឲ្យច្រើនទៅបានមានយោនិសោមនសិកាអត់លំបាកយើងទៅរੂសេចក្តីស្ងប់ពីអ្នកដទៃអីណាទេទាំងអ្វីវាជារបស់អ្នកដទៃទេតារឿងអីហ្នឹងវាជារៀងខ្លួនទាំងនឹងឯងវាជារឿងរៀងខ្លួនចឹងទៅរឿងរបស់យើងក៏វាមានវិបាកកម្មរបស់យើងចឹងទៅក៏ប៉ុន្តែសំខាន់ត្រង់ដែលថាយើងបានអប់រំចិត្តនេះឯងឲ្យតែចិត្តនឹងប្រសិទ្ធៈលោភៈទោសៈមោហៈទៅខ្លួនឯងទៅនឹងចឹងគឺព្រះអង្គក៏សម្ដែងដល់ទៅព្រះអរហន្តណាបញ្ញបាបបហេណាសៈលះបង់នៅបុណ្យនឹងបាបអស់ហើយអត់មានអីនាំឲ្យបដិសន្ធិទៀតទេណដ្ឋិជាករៈតោភិយ៉ាងចឹងគឺណាណដ្ឋិហ្នឹងបដិសេធភ័យហ្នឹងហើយជាករៈតោគឺបខេណាស្របភ្ញាក់រលឹកនឹងឯងភ្ញាក់រលឹកទោះជាព្រះអង្គសិនក៏ឈ្មោះថាភ្ញាក់ដោយសទ្ធាវិរិយៈសតិសមាធិបញ្ញាដែលជាឥន្ទ្រីហ្នឹងនឹងឯងវាអត់មានអកុសលនិវរណៈដែលជាគ្រឿងលួងលក់ទេតែយើងនៅមាននិវរណៈហ្នឹងសំបីនៅភ្ញាក់ហ្នឹងក៏ឈ្មោះថាលក់ដោយនិវរណៈហ្នឹងតែបខេណាស្របសំបីពេលព្រះអង្គសឹងព្រះអង្គផ្ទុំលក់ប្រពេតដោយប្រវាំងវាតេតួងនឹងរឿងសភាពនៃរូបកាយវាទន់ខ្សោយអញ្ចឹងទៅគឺវិថីចិត្តធ្លាក់ចុះកម្មប្រវាំងទៅមែនប៉ុន្តែក៏ឈ្មោះថាព្រះអង្គនៅតែភ្ញាក់អញ្ចឹងនឹងឯងក្នុងធម្មវិន័យក្នុងអរិយវិន័យភ្ញាក់ទៅដោយឥន្ទ្រីពីព្រោះកិលេសដែលលះបង់ហើយអត់មានត្រឡប់មករកព្រះអង្គវិញទេនឹងគឺពីបកាថាហ្នឹងចឹងអញ្ចឹងពុទ្ធបរិស័ទយើងក៏បីចាប់ផ្ដើមពីតូចទៅក៏បានចាប់ផ្ដើមពីតូចកុំមើលងាយបន្តិចបន្តួចតូចតាចហ្នឹងព្រះអង្គទ្រង់សម្ដែងនៅក្នុងបាបវៈបកាថាធម្មបទហ្នឹងថាកុំឲ្យមើលងាយទាំងបុណ្យទាំងបាបថាតិចតួចនឹងមិនឲ្យផលអីចេះចុះណាមេវមញ្ញេវៈបញ្ញសៈអ្នកមត្តតាំងអាកមិសតិក៏ដូចជាមេវៈមញ្ញេថៈបាបស្សៈអ្នកមត្តតាំងអាកមិសតិអីហ្នឹងដូចគ្នាអញ្ចឹងព្រះអង្គថាកុំឲ្យមើលងាយពីព្រោះរឿងតក់ពេញឆ្នាំងពេញក្អមហ្នឹងណានឹងឯងចឹងដូចទឹកអញ្ចឹងគឺថាទាំងរឿងបុណ្យទាំងរឿងបាបទាំងតក់ពេញឆ្នាំងពេញក្អមទាំងអញ្ចឹងកុំឲ្យមើលងាយថាតិចតួចនឹងឯងដូចការដែលយើងភ្លេចខ្លួនអីចឹងទៅយើងមើលងាយបាបតិចតួច
បាបតិចតួចក្នុងរឿងដែលសន្សំទៅពេញឆ្នាំងពេញក្អមអាហ្នឹងក៏មករឿងហើយហ្នឹងដែលជាឧបនិស្ស័យនេះមករឿងទៀតរឿងតូចវាคล้ายមកជារឿងធំបើយើងអត់ប្រយ័ត្នទៅរឿងតិចតួចទេហ្នឹងឯងដូចថាយើងដងទឹកទៅមកផ្ទើចាក់ទៅក៏រលត់ដែរប៉ុន្តែយើងមើលងាយភ្លើងធូបភ្លើងទៀនហ្នឹងហ្នឹងឯងឲ្យចោលទៅហ្នឹងឯងដើរចេញទៅចាក់សោផ្ទះទៅហើយឆេះផ្ទះណាភ្លើងតូចហ្នឹងអាហ្នឹងគ្រាន់តែប្រៀបឲ្យឃើញថាកុំឲ្យមើលងាយរឿងបាបតូចហ្នឹងហ្នឹងឯងវាមានរឿងដែលនាំឲ្យទៅជារឿងធំដុំទៅបានរឿងបន្តិចបន្តួចហ្នឹងក្នុងជីវិតរបស់យើងចឹងត្រូវមានស្មារតីប្រយ័ត្នប្រយែងកុំបង្ករឿងចឹងពុទ្ធបរិស័ទយើងទោះជារឿងលោភៈក៏ដោយរឿងទោសៈក៏ដោយរឿងកំណាញ់រឿងចំណែនអីហ្នឹងគឺតែយើងមានឱកាសដើម្បីនឹងបោះសម្អាតទៅណាហ្នឹងឯងកុំឲ្យយើងបោះសម្អាតតែសម្រាមខាងក្រៅផ្ទះសម្បែងទីកន្លែងប្រពោទីព្រឹកបច្ច័យដីវត្តអារាមអីគឺយើងត្រូវបោះសម្រាមក្នុងចិត្តឲ្យស្អាតហ្នឹងឯងគឺកិលេសដែលនៅមានក្នុងចិត្តសន្តានយើងហ្នឹងគឺចាំបាច់ត្រូវតែបោះសម្អាតហ្នឹងឯងរឿងយើងប្រមាទចំពោះបាបតិចតួចវាបណ្ដាលឲ្យទៅជាធំដុំទៅបានកណាភ្លើងរៀលឆេះផ្ទះឆេះព្រៃអីទៅអញ្ចឹងដោយអំណាចលោភៈក៏ដូចគ្នាណាទោសៈហ្នឹងក៏អញ្ចឹងរឿងតិចតួចអីចឹងទៅវាបណ្ដាលទៅជារឿងធំដុំធ្ងន់ធ្ងររហូតដល់ទៅបាណារិបាតរហូតដល់ទៅរឿងពួកក្រុមទាំងមនុស្សទាំងទេវតាបែកគ្នាវិខកោសម្ពីហ្នឹងមិនផ្ដើមពីរឿងតូចហ្នឹងហើយគ្រាន់តែទឹកក្នុងវច្ចកប់សោះហ្នឹងក្នុងបង្គន់សោះហ្នឹងណាហ្នឹងឯងចឹងផ្ដើមអំពីអាបត្តិទុកត់មកសោះហ្នឹងហ្នឹងឯងទៅជារឿងកក្រឹកកក្រែងហ្នឹងក៏បានសម្រាប់ឲ្យយើងសិក្សារហូតមកដល់សប្តាហ៍ថ្ងៃហ្នឹងដែររឿងដែលមិនព្រមដកថយរឿងយើងដកថយតែមកចំហៀនម្នាក់ទៅវាស្រួលបាត់ហើយហ្នឹងឯងប៉ុន្តែវាជារឿងចិត្តថែមានអ្នកនៅក្នុងចិត្តសន្តានណាដល់អញ្ចឹងទៅវាអត់ព្រមចឹងប្រមូលពួកក្រុមគ្នាអីក៏ក្រឹកក៏ក្រែងទៅទេវតាដែលធ្លាប់ស្រឡាញ់វិខម្ខាងហ្នឹងក៏បែកគ្នាឆ្លោះគ្នាទាំងពួកទេវតាទៀតរឿងវិខកោសម្ពីហ្នឹងណានឹងរឿងតូចដែលយើងមិនប្រយ័ត្នហើយបើរឿងបុណ្យក៏ដូចគ្នារឿងបុណ្យដូចជាព្រាហ្មណ៍ម្នាក់ហ្នឹងមុនដំបូងគាត់ឃើញវិខោឈរឃ្លុំចៃវរទៅបិណ្ឌបាតនោះហើយលើមឡើងនោះវាសើមស្មៅអីហ្នឹងគាត់ឃើញអញ្ចឹងដល់វិខោលោកមុនទៅគាត់ទៅកាប់ឆ្កាកន្លែងហ្នឹងឲ្យស្អាតអញ្ចឹងទៅដល់ទៅពេលគាត់មកលើក្រោយឃើញវិខោឈរកន្លែងគាត់បរិកម្មគាត់បោះសម្អាតគាត់កាប់ឆ្កាស្មៅអីហ្នឹងប៉ុន្តែដីវាហុយអញ្ចឹងទៅគាត់យកដីខ្សាច់មកចាក់បង្ហាត់កន្លែងហ្នឹងអញ្ចឹងទៅហ្នឹងឯងក្រោយមកឃើញវិខោលោកឈរកន្លែងហ្នឹងទៀតវិខោលោកមិនកិច្ចមិនចាញ់អីអនុគ្រោះព្រាហ្មណ៍អង្គអនុគ្រោះព្រាហ្មណ៍ហ្នឹងទៀតអញ្ចឹងទៅហើយដល់ទៅពេលក្តៅគាត់កាប់មេឈើមកដោតហើយយកស្លឹកឈើប្រក់ពីលើទៀតកុំឲ្យក្តៅបានថ្ងៃស្រាប់តែដល់ពេលភ្លៀងវាស្រក់ភ្លៀងនឹងមកទៀតអាស្លឹកឈើហ្នឹងអញ្ចឹងគាត់សាងសាលាមួយទៅដោយសារវិខនឹងឯងទៅអនុគ្រោះគាត់ឲ្យសុបាយចិត្តការងារត្រឹមតែជំរះស្មៅសោះឃើញទេនឹងឯងទៅចាប់ផ្ដើមពីជំរះស្មៅមកសោះធ្វើឲ្យសុបាយចិត្តរហូតមកដល់ធ្វើនឹងឯងជាសាលាមួយរតនាព្រះភិក្ខុសង្ឃទូលចង្ហាន់មានព្រះពុទ្ធជាប្រធានហើយក្រាបទូលព្រះអង្គរឿងទាំងអស់ហ្នឹងទៅព្រះអង្គសម្ដែងមកគាថាសម្រាប់សោតាបត្តផលទៅទៀតព្រោះធំដុំដល់ប៉ុណ្ណឹងរឿងចាប់ផ្ដើមពីធ្វើស្មៅសោះណាមើលមើលហ្នឹងឯងព្រះអង្គត្រាស់អនុពពេនមេទេវីថោកាំងខនេកម្មារោរចតសេវៈនិតមេមលមត្តណោនេះ
នឹងឯងអ្នកប្រាជ្ញលោកជំរះនៅមន្ទិលសៅម៉ងចិត្តសណ្ដានបន្តិចម្ដងជាលំដាប់ដូចជាជាងមាសជំរះនៅស្និបមាសនឹងឯងអញ្ចឹងទៅសម្រាប់សោតាបត្តផលទៅហ្នឹងគឺសូមឲ្យពុទ្ធបរិស័ទបងប្អូនកូនចៅតាំងមាំនៅក្នុងកុសលធម៌ទាំងដែលយើងមានបរតនត្រ័យសំខាន់ណាស់អញ្ចឹងគឺថាកុសលធម៌តែងើបអញ្ចឹងមកហើយកុំឲ្យមុជទៅវិញនឹងឯងកុំឲ្យមុជគឺថាយើងធ្វើទុកក្នុងចិត្តដូចជាយើងស្លាប់យប់នឹងឬស្អែកអញ្ចឹងយើងមិនអាចទៅធ្វើបាបឬក៏ប្រមាថធ្វើប្រហែសដោយប្រការណាទេតែបើវាមិនស្លាប់ទេក៏វាអត់មានខាតអីនឹងឯងវារឹតតែបានសន្សំច្រើនទៅទៀតចឹងទៅហើយការដែលនឹករលឹកដល់សេចក្តីស្លាប់ហ្នឹងវាកាត់នៅលោភៈដែលយើងចេះតែត្រូវការប្រាថ្នាសពគ្រប់ដោយអ្វីក្នុងលោកហ្នឹងវាកាត់បន្ថយចឹងនឹងឯងធ្វើឲ្យយើងរស់នៅបានសេចក្តីសុខស្រួលច្រើនព្រោះតែបន្ថយនៅតណ្ហាហ្នឹងព្រោះតណ្ហាហ្នឹងឯងដែលជាមេនាំឲ្យកើតទុក្ខទាំងតែងទៅក្នុងការរត់បដិញជាមួយគ្នានឹងអ្វីក្នុងលោកហ្នឹងចឹងគឺការដែលយើងបានត្រឹមតែជីវិតរស់នៅក្នុងបត្រៃសរណគមហើយបានឱកាសសិក្សាពធប៉ុណ្ណឹងយើងសប្បាយចិត្តហើយហ្នឹងឯងជីវិតវាមុខតែចាកលោកហ្នឹងទៅដូច្នេះគឺយើងមិនចាំបាច់ចង់បានសប្បាយហឹកហែកហឺហារឿងអីទេពីព្រោះសំបីតែសប្បាយក៏វាមិនមែនយើងអ្នកសប្បាយវាមិនមែនយើងអ្នកសោយអារម្មណ៍អីវាមិនមែនយើងអ្នកដឹងអារម្មណ៍អីណាវេទនាសោយអារម្មណ៍វិញ្ញាណដឹងអារម្មណ៍សោះហ្នឹងវាមានចាំបាច់យើងស្ដាយសេចក្តីសប្បាយក្នុងលោកដោយថាចាស់ចិត្តស្លាប់ឲ្យខំសប្បាយឲ្យណានៃស្ដាយត្រែងនោះស្លាប់ទៅអត់បានសប្បាយអាហ្នឹងបើយើងអ្នកសប្បាយមែនវាមានអីវាអត់មានយើងអ្នកសប្បាយផងហ្នឹងវេទនាសោយអារម្មណ៍មែនទៅណាព្រោះអាស្រ័យភាសៈជាបច្ច័យហើយរឿងក្នុងលោកនឹងអដ្ឋិកੰកលោបមាកាមាមង្សៈពេសោបមាកាមារឿងកាមគុណនឹងយើងក៏ស្រឡាញ់គេក៏ចង់បានឆ្លោះប្រកែកប្រកាប់បច្ចៈសពគ្រប់ទាំងអស់ហើយជាពិសេសមួម៉ៅក្តៅកាហាយដាក់គ្នានេះនឹងឯងចឹងឱកាសពេលវេលាដែលត្រូវស្ងប់រងាប់ជាមួយនឹងបរតនត្រ័យបែជាក្តៅកាហាយរីងរៃរ៉ាំរ៉ៃនឹងឯងវាជារឿងកិលេសក្នុងចិត្តវានិមិត្តបុគ្គលឲ្យយើងស្អប់ហ្នឹងឯងតាមពិតបុគ្គលនោះអត់មានសោះណាប៉ុន្តែប្រកាសថាមានក្នុងជីវិតរបស់យើងដោយអំណាចនៃកិលេសនឹងឯងចឹងបានយើងត្រូវសិក្សាធម៌របស់ព្រះអង្គដោយសេចក្តីស្ងប់ស្ងាត់ចឹងក៏ណាមានការលះបង់រឿងលោកីនឹងឯងហើយក៏សមាទិសិលឲ្យបានល្អអប់រំសមាធិចិត្តថែរក្សាចិត្តតែមួយនឹងឯងចឹងប្រព្រឹត្តទៅដោយតណ្ហិភាពដោយសេចក្តីរីករាយក្នុងចិត្តសន្តានសោរច្ចៈគេណាខន្តីហើយសោរច្ចៈទៀតខន្តីគឺយើងអត់ធន់ជាមួយរឿងអីហ្នឹងកុំបណ្ដោយទៅតាមការខឹងក្រោធមួម៉ៅក្តៅក្រហាយធ្វើអំពើអីឆ្កំឆ្គងពាក្យសម្ដីអីហ្នឹងរហ័សគឺថាយើងមានសេចក្តីអត់ធន់ពីព្រោះបើយើងមិនយកសេចក្តីអត់ធន់មកប្រើពេលហ្នឹងទេតែយើងគិតថាយកសេចក្តីអត់ធន់ប្រើពេលណាទៅវិញដែលយើងដឹងថាក្តីអត់ធន់ជាធម៌សំខាន់ក្នុងពុទ្ធសាសនាហើយអានៅពេលដែលយើងមានអារម្មណ៍ប្រកបដោយរាគៈអារម្មណ៍ប្រកបដោយទោសៈអារម្មណ៍ដែលនាំឲ្យមានមោហៈនេះហ្នឹងហើយបើយើងមិនយកសេចក្តីអត់ធន់មកប្រើពេលហ្នឹងយើងចាំថាចាំឲ្យវាបាត់កិលេសទាំងអស់នឹងសិនចាំបាត់ខឹងសិនបើបាត់ទៅហើយយើងបានអីយកមកជាប្រយោជន៍ហ្នឹងឯងបើយើងប្រព្រឹត្តនៅបាបកម្មដោយអំណាចនៃកិលេសនឹងទៅហើយហ្នឹងមានខ្លះគឺថាប្រញាប់តាន់ពេលដែលខឹងហ្នឹងឯងក្រៃលោបាត់ខឹងទៅមិនហ៊ានថាមិនហ៊ានធ្វើចឹងទៅទៀតទៀតដោយអំណាចនៃក្តីក្រោធដែលកើតឡើងហ្នឹងវាចឹងឯងគ្រប់រឿងទាំងអស់ដែលប្រព្រឹត្តទៅរហូតដល់ទៅមេត្តឃាតបេត្តឃាតអីទាំងអស់ហ្នឹងវាសិតតែអំណាចនៃទោសៈហ្នឹងឯងហើយជារឿងដែលយើងគិតថាតូចតាចក៏តាមតែគំនិតយើងគិតចឹងទៅក៏យើងមិនខ្លាចដល់រឿងដែលវាត្រូវបន្តទៅធំដុំនោះយើងគិតថាជារឿងតូចតាចស្ដីទៅថាទៅឬក៏ស្អីចឹងទៅប៉ុន្តែវាអាចទៅជារឿងធំដុំដោយប្រការណាបាននឹងឯងចឹងគឺវាជារឿងដែលយើងឃើញសភាពទាំងអស់នឹងចឹងទៅយើងមានតែការលះបង់
នឹងឯងឲ្យផុតស្រឡះអំពីអារម្មណ៍ទាំងអស់នឹងទៅមករសាចិត្តដូចថាគុណចាស់ក្តៅស្អស់កិច្ចការងារអីចឹងទៅដល់កត់ដល់វត្តក៏ស្រង់ទឹកតិចអីចឹងសភាពនៃចិត្តហ្នឹងគឺអញ្ចឹងតែមានអារម្មណ៍នៃប្រកម្មដ្ឋានឲ្យតិចអញ្ចឹងទៅនឹងឯងចឹងគឺថាជាការអប់រំចិត្តនៅក្នុងសាសនានេះឯងរីករាយនៅក្នុងបហប្រតិដោយសោរច្ចៈហ្នឹងគឺសុខទៀតសុខហ្នឹងឯងហើយរច្ចៈហ្នឹងរតិរតិតសអេហ្នឹងមកជាចជាងចទៅណាបានក្តីថាត្រេកអរដោយល្អសោរច្ចៈហ្នឹងណាត្រេកអររីករាយស្ងប់រងាប់យ៉ាងល្អនៅក្នុងចិត្តសន្តានអានេះឯងដែលយើងគួរតែជួបប្រសពគួរតែសម្រេចបាននៅរសជាតិនៃសេចក្តីត្រេកអរដ៏ល្អស្ងប់រងាប់ក្នុងបហប្រតិក្នុងចិត្តសន្តានទាំងសូមអនុមោទនា